អ្វីដែលបងប្អូនបានឃើញនេះគឺជាយន្តហោះ Anduril YFQ 44A Fury គឺជាយន្តហោះចម្បាំងគ្មានមនុស្សបើកពាក់កណ្ដាលស្វ័យប្រវត្តិដែលយើងហៅថា UCAV ដែលដំណើរការដោយ AI បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការអភិវឌ្ឍសម្រាប់កម្មវិធីយន្តហោះប្រយុទ្ធសហការ CCA របស់កងទ័ពសហរដ្ឋអាមេរិកវាត្រូវបានរចនាឡើងដើម្បីដើរតួជាអ្នកបើកយន្តហោះដ៏ពូកែមួយប្រៀបដូចជាមនុស្សដែលកំពុងបើកយន្តហោះចម្បាំង F-22 និង F-35 ផងដែរដែលវាមានសមត្ថភាពខ្លាំងក្នុងការបង្កើនកម្លាំងនិងអាចប្រតិបត្តិការនៅលើអាកាសដែលមានស្ថានភាពនៃអាកាសធាតុគ្រប់បែបផងដែរយន្តហោះនេះគឺត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Anduril Industry គឺវាកំពុងតែស្ថិតនៅក្រោមការអភិវឌ្ឍនិងកំពុងស្ថិតក្រោមការធ្វើតេស្តហោះហើរការហោះហើរលើកដំបូងបានធ្វើឡើងនៅថ្ងៃទី31ខែតុលាឆ្នាំ2025ការរចនារបស់វាគឺជាយន្តហោះ UCAV ដែលមានទំហំប្រហែលពាក់កណ្ដាលនៃយន្តហោះ F-16 ដែលបំពាក់ទៅដោយម៉ាស៊ីន Williams FJ44.4M Turbofan ដោយល្បឿនអតិបរមានឹងគឺ Mach 0.95 និងកម្ពស់ហោះអតិបរមាប្រហែលជា 50,000 feet ដែលគិតជាម៉ែត្រគឺ 15,240 ម៉ែត្រពីដីនិងទម្ងន់អតិបរមាក្នុងការហោះឡើងហ្នឹងគឺ 5,000 ផោនដែលស្មើនឹង 2,270 គីឡូក្រាមយន្តហោះគ្មានមនុស្សបើកនេះគឺដំណើរការដោយកម្មវិធី Lattice AI របស់ក្រុមហ៊ុនផលិតយន្តហោះ Anduril គឺជាយន្តហោះដែលដំណើរការពាក់កណ្ដាលស្វ័យប្រវត្តិដោយធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងពេលវេលាជាក់ស្ដែងជាមួយនឹងការត្រួតពិនិត្យរបស់មនុស្សប៉ុន្តែវាគ្មានការបើកបរពីចម្ងាយដោយផ្ទាល់ទេគោលបំណងដែលសហរដ្ឋអាមេរិកបានអភិវឌ្ឍនៅយន្តហោះពាក់កណ្ដាលស្វ័យប្រវត្តិនេះគឺដើម្បីផ្ដល់ឲ្យកងទ័ពអាកាសអាចឲ្យមានកម្លាំងធំជាងមុនក្នុងការធ្វើប្រតិបត្តិការនៅចម្ងាយផ្លូវឆ្ងាយនិងផ្លូវដែលពិបាកណាមួយការធ្វើយន្តហោះនេះឡើងគឺវាមានហានិភ័យទាបនិងមានតម្លៃថោកជាងយន្តហោះដែលមានមនុស្សបើកដោយផ្ទាល់ដែលវាមានតម្លៃថ្លៃយន្តហោះគ្មានមនុស្សបើក YFQ 44A នេះគឺវាមានសមត្ថភាពក្នុងការបំពេញបេសកកម្មផ្សេងៗរួមទាំងការស្កេនរកការគំរាមកំហែងពីសត្រូវការរារាំងរ៉ាដាពីសត្រូវរួមទាំងការបាញ់មីស៊ីលផងដែរការផលិតជាគំរូរបស់ក្រុមហ៊ុន CCA ត្រូវបានគ្រោងនឹងចាប់ដើមធ្វើនៅពាក់កណ្ដាលទី1នៃឆ្នាំ2026នៅឯកន្លែងថ្មីដែលមានទំហំធំមានឈ្មោះថា Arsenal 1 ក្នុងទីក្រុង Columbus រដ្ឋ Ohio ដែលតាមការប៉ាន់ស្មានតម្លៃឯកតារបស់វាគឺប្រហែលជា$20 លានទៅ$30 លានតម្លៃនេះគឺជាតម្លៃការប៉ាន់ស្មានសម្រាប់ការផលិតបរិមាណខ្ពស់ព្រោះយន្តហោះនេះនៅតែស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយការជ្រើសរើសនៃការបង្កើតនៅយន្តហោះពាក់កណ្ដាលស្វ័យប្រវត្តិនេះគឺមានតែគំរូពីរប៉ុណ្ណោះដែលគេលើកយកមកបង្ហាញនោះគឺ YFQ 42A និង YFQ 44A ដែលត្រូវបានបង្ហាញជាសាធារណៈក្នុងនោះ model ដែលគេចាប់អារម្មណ៍នោះគឺ YFQ 44A ដែលតំណាងក្រុមហ៊ុនចាប់អារម្មណ៍និងរៀបចំការផលិតតែម្ដង